ចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាពរក្នុងវីដេអូនេះគឺជាសកម្មភាពខ្ញុំបករណាប្រមាណជា6-7ព្រះអង្គបាននិមន្តទៅក្រាបថ្វាយបង្គំព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងនៅទីក្រុងបាងកកជិតរាជវាំងនៃប្រទេសថៃហៅថាស្នាមលួងនៅក្នុងការធ្វើដំណើរទៅថ្វាយបង្គំព្រះចង្កូមកែវដែលរតនាមកពីប្រទេសចិននេះគឺខ្ញុំករណាអាត្មាភាពបានចូលទៅថ្វាយបង្គំបានច្រើនដងដែរណាពេលព្រឹកពេលព្រលឹមហ្នឹងក៏ចូលទៅថ្វាយបង្គំបានមេឃមិនទាន់ក្តៅហើយពេលល្ងាចត្រជាក់រហូតដល់ពេលយប់ម៉ោង7អីក៏អាចថ្វាយបង្គំបានគេបើកឲ្យចូលថ្វាយបង្គំឃើញថាព្រះចង្កូមកែវព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងដែលរតនាពីប្រទេសចិនមកនេះគឺបានទៅដល់ដើម្បីថ្វាយបង្គំជាលៀបសំណាងដល់ក្រៃលែងសម្រាប់ពុទ្ធបរិស័ទដែលអញ្ជើញមកពីគ្រប់ទិសទីទាំងអស់ដែលមានគោលបំណងដើម្បីថ្វាយបង្គំទៅចំពោះព្រះចង្កូមកែវរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងរមែងបានសេចក្តីសុខសេចក្តីចម្រើនទាំងក្នុងបច្ចុប្បន្ននិងបរលោកដែលញាតិញោមពុទ្ធបរិស័ទទាំងអស់បានស្ដាប់ឱវាទពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងដែលព្រះអង្គសម្ដែងដែលបូជនីយដ្ឋានគួរបូជាដល់ការបូជាណាមានបរិភោគចេតិយណាឧទ្ទិសកចេតិយដែលកន្លែងដែលព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គទ្រង់ប្រើប្រាស់ទ្រង់គង់នៅហ្នឹងគឺញាតិញោមពុទ្ធបរិស័ទបានទៅបង្អោនចិត្តកាយដើម្បីថ្វាយបង្គំទៅរមែងបានបុណ្យកុសលគឺសេចក្តីសុខសេចក្តីចម្រើនឱកាសជាយូរអង្វែងទាំងបច្ចុប្បន្នរហូតដល់ប្រាក់លោកខាងមុខនៅក្នុងទីកន្លែងដែលដង្កល់ព្រះចង្កូមកែវនេះឃើញពុទ្ធបរិស័ទអញ្ជើញមកច្រើនណាទាំងប្រជាជនថៃជាជនខ្មែរយើងក៏អញ្ជើញទៅច្រើនដើម្បីបានចូលទៅថ្វាយបង្គំណាព្រះចង្កូមកែវនៃព្រះបរមសាស្តាញាតិញោមបានដើរតាក់សិនញាតិញោមខ្លះក៏រកកន្លែងសំគួរដើម្បីបាននមស្ការថ្វាយបង្គំប្រយោជន៍ដើម្បីបានសេចក្តីសុខសេចក្តីចម្រើនទាំងអស់គ្នាសូមញាតិញោមទាំងអស់គ្នាអនុមោទនាសាធុ